4.4 សិលធម៌វិជ្ជាជីវៈមនុស្សគ្រប់រូបរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរបានលុះត្រាតែមានចំណេះជំនាញសិលធម៌ក្នុងការងារប្រាសចាកទោសការគោរពពេលវេលាបំពេញកិច្ចការគោរពសិទ្ធិគ្នាការប្រកាន់ខ្ជាប់នៅតួនាទីការមានមេត្តាសន្តោសប្រណីដល់គ្នានឹងគ្នានិងទំនាក់ទំនងល្អជាដើមបើបុគ្គលណាមិនបានគោរពតាមចំណុចទាំងនេះទេការប្រកបវិជ្ជាជីវៈមិនល្អសោះឡើយនឹងជួបបញ្ហាឆ្លោះប្រកែកទាស់ទែងគ្នាមិនលែងឡើយគុណធម៌ខាងក្រោមនេះគឺជាវិធីធ្វើឲ្យបុគ្គលគ្រប់រូបប្រកបការងារដោយសេចក្តីថ្លៃថ្នូរជៀសផុតពីរឿងអាក្រក់និងបរាជ័យក្នុងវិជ្ជាជីវៈដែលនឹងបង្ហាញដូចខាងក្រោមគុណធម៌ទី1សមាជិកគ្រប់រូបក៏បីធ្វើការងារដោយយកចិត្តទុកដាក់មិនលេះលោះមិនលេងសើចនៅពេលធ្វើការងារគុណធម៌ទី2សមាជិកគ្រប់រូបក៏បីសម្រាំងចិត្តឲ្យហ្មត់ចត់បើធ្វើការងារអ្វីត្រូវឲ្យប្រកបព្យាយាមមានអំណត់ក្នុងការងារសុចរិតត្រឹមត្រូវឲ្យអស់សមត្ថភាពបើទោះជាមានឧបសគ្គខ្លះយ៉ាងណាក៏ដោយកុំរាថយឲ្យសោះគួរយកឧបសគ្គនោះជំនួយកម្លាំងនោះទើបសម្រាំងជីវិតឲ្យស្ថិតក្នុងឋានគបប្រសើរគុណធម៌ទី3សមាជិកគ្រប់រូបក៏បីប្រព្រឹត្តខ្លួនឲ្យជាបុគ្គលមានភាពស្មោះត្រង់បើរស់នៅជាមួយនឹងនរណាធ្វើការងារជាមួយនឹងនរណាថែមទាំងស្មោះជាមួយការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងគុណធម៌ទី4សមាជិកគ្រប់រូបត្រូវសាងទំនុកចិត្តឲ្យចម្រើនឡើងដល់ខ្លួនឯងដោយសន្សំឲ្យមានសមត្ថភាពមានភាពរឹងមាំនៅពេលជួបឧបសគ្គចេះថ្លឹងថ្លែងរកហេតុផលច្បាស់លាស់ចេះធ្វើចិត្តឲ្យនឹងណោមិនធ្វេសប្រហែសរាល់ទង្វើការងារហើយត្រូវមានទំនួលខុសត្រូវនិងមានទំនុកចិត្តលើទង្វើរបស់ខ្លួនទៀតផងគុណធម៌ទី5សមាជិកគ្រប់រូបត្រូវចាប់ផ្ដើមបដិបត្តិឬអនុវត្តតាំងតែពីជាន់ទាបជាដរាបព្រោះកិច្ចការអ្វីក៏ដោយដែលរឹងមាំទៅបានលុះត្រាណាមានលំដាប់ថ្នាក់បើមានចិត្តប្រាថ្នានឹងឡើងទៅកាន់ទីខ្ពស់វិញនោះគុណធម៌ទី6សមាជិកគ្រប់រូបត្រូវដឹងថាប្រយោជន៍ទាំងឡាយតែងកន្លងហួសនៅមនុស្សណាដែលលះបង់ការងារដោយអាងថាពេលនេះត្រជាក់ណាស់ក្តៅណាស់ព្រឹកណាស់ល្ងាចណាស់ឃ្លានណាស់ឆ្អែតណាស់ប៉ុណ្ណេះជាដើមចំណែកជនណាធ្វើនៅកិច្ចការបរោះមិនអើពើចំពោះក្តៅនិងត្រជាក់ក្រៃលែងជាងស្មៅទៅទៀតនោះជននោះរមែងមិនសាបសូន្យចាកសេចក្តីសុខឡើយគុណធម៌ទី7សមាជិកគ្រប់រូបត្រូវធ្វើយ៉ាងណាកុំប្រព្រឹត្តខ្លួនឲ្យជាបុគ្គលមានចិត្តជាប់ជំពាក់ជាមួយទ្រព្យសម្បត្តិរហូតដល់ថ្នាក់ចាប់ខ្លួនឯងបោះក្រវែងចូលក្នុងរណ្ដៅលាមកគឺអំពើបាបដូច្នោះទេព្រោះអំពើនេះជាចំនួនខាតដល់ក្រៃលែងមួយរបស់មនុស្សល្ងងគុណធម៌ទី8សមាជិកគ្រប់រូបក៏បីព្យាយាមឲ្យមានភាពរហ័សរហួនមានប្រាជ្ញាឆ្លៀសវៃចេះគិតគូរវែងឆ្ងាយមិនប្រកាន់ខ្លួនស្លូតបូតមិនពឹងផ្អែកលើកម្លាំងអ្នកដទៃនិងចូលចិត្តធ្វើការទៅតាមសមត្ថភាពរបស់អំណាចអភន្តរញ្ញាណគុណធម៌ទី9សមាជិកគ្រប់រូបក៏បីសាងសេចក្តីស្រឡាញ់ផ្នែកល្អឲ្យកើតឡើងក្នុងបេះដូងប្រព្រឹត្តទៅក្នុងការងារទោះជាការងារអ្វីក៏ដោយដែលខ្លួនត្រូវធ្វើព្រោះថាមានកម្លាំងខ្លាំងឧបសគ្គធំមហិមាប៉ុណ្ណាក៏រារាំងការងារមិនបានដែរគុណធម៌ទី10សមាជិកគ្រប់រូបក៏បីព្យាយាមស្វែងរកគន្លឹះនៃវិជ្ជាឬថាប្រភពនៃបញ្ញាឲ្យប្រកបតាំងនៅក្នុងសន្តានយ៉ាងជាក់លាក់កុំឲ្យខានព្រោះជាកត្តានាំឲ្យចិត្តមាំទាំធ្វើការងារដោយការតាំងចិត្តឲ្យសម្រេចរមែងមិនញាប់ញ័រនឹងឧបសគ្គដែលមកប៉ះផ្ទប់ដោយភ្នំថ្មតាន់មិនរលំនឹងខ្យល់ព្យុះក៏យ៉ាងនោះដែរគុណធម៌ទី11សមាជិកគ្រប់រូបក៏បីរកវិធីដ៏ល្អគ្រប់យ៉ាងដើម្បីឲ្យបានជាមនុស្សពូកែត្រូវរៀនផងធ្វើផងព្រមដោយកុសលឆន្ទៈគឺពេញចិត្តនឹងធ្វើនៅការងារដែលប្រាសចាកទោសនេះមួយចំណែកម្យ៉ាងទៀតត្រូវវឹកហាត់ឲ្យរឿយៗដោយសេចក្តីអត់ធន់ដើម្បីការងារបានល្អនិងមានព្យាយាមទើបការងារបានសម្រេច
ក្រៅពីនេះក៏បីចងចាំថាមនុស្សសាងការងារសាងមនុស្សយ៉ាងនេះទើបជាការប្រពៃថែមទៀតគុណធម៌ទី12សមាជិកគ្រប់រូបក៏បីញ៉ាំងចិត្តបំផោងគំនិតផ្ចង់អារម្មណ៍ផ្សំកាយពលឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពឲ្យសមទៅនឹងតម្លៃប្រាក់ខែឬតម្លៃឈ្នួលនោះថាបើមានខ្លួនទៅជាអ្នកបម្រើការរាជការឬទៅធ្វើការស៊ីឈ្នួលគេគុណធម៌ទី13សមាជិកគ្រប់រូបក៏បីស្វែងរកការចេះដឹងមកដាក់ខ្លួនមិនចំណាយពេលឥតប្រយោជន៍ម្យ៉ាងទៀតនឹងប្រព្រឹត្តតាមការចេះដឹងយកការចេះដឹងជានិយុនៃជីវិតមិនឲ្យតណ្ហាដឹកនាំជីវិតឡើយគុណធម៌ទី14សមាជិកគ្រប់រូបក៏បីជាអ្នកគួរប្រើប្រភេទជនដតីណាទោះបីគេមិនមែនជាបពពួកគូកនរបស់ខ្លួនឬថាគេមានការចេះដឹងមិនសូវច្រើនក៏ដោយតែគេធ្លាប់មានបទពិសោធន៍ធ្លាប់បានជួបប្រសពនៅហេតុការណ៍នោះព្រមទាំងបាននៅការទទួលខុសត្រូវផងដែរនិយាយរួមគឺគេអាចធ្វើឲ្យការងារសម្រេចទៅបានយ៉ាងល្អដោយជោគជ័យជាជាងប្រើបពពួកគ្នាឯងដែលមិនបានអំណោយផលមិនបានជាផ្លែផ្កាសនោះទេគុណធម៌ទី15សមាជិកគ្រប់រូបក៏បីប្រើកម្លាំងស្មងនិងទឹកចិត្តប្រឹងប្រែងតស៊ូក្នុងជីវិតអត់ធន់ចំពោះការងារមិនរុញរាចំពោះឧបសគ្គមិនគួរខ្វះការតស៊ូព្យាយាមចង់តែស្រណុកចូលចិត្តតែសបាយនិងថ្នមខ្លួនប្រាណក្នុងហេតុមិនគួរយ៉ាងដូច្នោះទេទើបអាចញ៉ាំងជីវិតឬស្រោចស្រង់ជីវិតឲ្យឆ្លងចាកអន្លង់ទីស្មោកគ្រោកឈានទៅរកភាពជាទីឋានដ៏ប្រសើរមានជីវិតធូរធារដោយទ្រព្យសម្បត្តិនិងធ្វើឲ្យជីវិតរស់នៅយ៉ាងកក់ក្ដៅសុខស្រួលគុណធម៌ទី16សមាជិកគ្រប់រូបក៏បីប្រតិបត្តិខ្លួនឲ្យជាបុគ្គលមានមនសិការសិលធម៌មនសិការសិលធម៌គឺការភ្ញាក់រលឹកទៅរកសិលធម៌ខ្លួនឯងនិងអ្នកដទៃព្រមទាំងជៀសវាងអំពើអាក្រក់សពបែបយ៉ាងដែលជាប្រភពនៃវិនាសកម្មប្រការដទៃក្រៅពីនេះទៀតត្រូវបំពេញការងារឲ្យប្រកបព្រមដោយលក្ខណៈ5ប្រការគឺសមត្ថភាពពិសោធន៍ឧបនិស្ស័យភាពស្រឡាញ់ការងារនិងសិលធម៌ដើម្បីឲ្យការងារបានលទ្ធផលល្អប្រសើរមិនក៏បីឲ្យខ្វះដោយប្រការណាមួយទេព្រោះបើខ្វះប្រការណាមួយហើយលោកថាការងារអាចមានទំនោរទៅរកការខាតបង់និងវិនាសកម្មគុណធម៌ទី17សមាជិកគ្រប់រូបបើសម្លឹងឃើញទោសនៃសេចក្តីខ្ជិលហើយក៏បីក្រវ៉ានកន្តើនក្នុងការងារទោះការងារនោះមានប្រយោជន៍សម្រាប់ខ្លួនឯងក្តីសម្រាប់អ្នកដទៃក្តីក៏ចេះតែធ្វើទៅដោយមិនចាំបាច់មើលបំណាមគ្នាឡើយគុណធម៌ទី18សមាជិកគ្រប់រូបក៏បីធ្វើការងារឲ្យល្អមានសិលធម៌មានសេចក្តីព្យាយាមមានស្មារតីគ្រប់គ្រងខ្លួនប្រកបការងារសុចរិតពិចារណាមុនហើយទើបធ្វើមានការសង្រួមប្រយ័ត្នកាយវាចាចិត្តរបស់ខ្លួនជានិច្ចមិននិយាយលេះលោះមិនអួតអាងលើកដំកើងខ្លួនប្រៀបផ្ទឹមនឹងអ្នកដទៃគុណធម៌ទី19សមាជិកគ្រប់រូបក៏បីធ្វើនៅអ្វីដែលសមគួរដល់ខ្លួនឯងផងដែលមិនខុសច្បាប់ផងមិនខុសសិលធម៌ផងមិនបៀតបៀនឲ្យអ្នកណាក្តៅក្រហាយផងហើយខ្លួនឯងសប្បាយចិត្តនឹងធ្វើផងឲ្យត្រូវផ្ទៀងផ្ទាត់នៅកិច្ចការនោះឲ្យជាការងារល្អពិតប្រាកដផងត្រូវរៀនទទួលយកការពិតនៃជីវិតកុំចេះតែញាប់ញ័រទៅតាមពាក្យគេថាត្រូវរៀនឲ្យយល់ពីហេតុផលរបស់ធម្មជាតិចាប់យកការពិតនៃជីវិតមកសិក្សារហូតបានយល់ច្បាស់ហើយរស់នៅដោយសេចក្តីស្ងប់ចិត្តមិនមានការរស់នៅជាមួយអ្វីឲ្យបានសុខស្មើនឹងសេចក្តីស្ងប់ឡើយគុណធម៌ទី20សមាជិកគ្រប់រូបមិនក៏បីសម្លក់មើលនរណាម្នាក់ដោយទោសចិត្តមិនដៀងមើលដោយចុងភ្នែកត្រូវមានចិត្តស្មោះត្រង់សម្លឹងជននោះដោយមេត្តាចិត្តម្យ៉ាងទៀតត្រូវលះបង់វិចារសោកសៀតមិនត្រូវនាំពាក្យខាងនេះទៅប្រាប់ជនខាងនោះត្រូវចេះផ្សះផ្សាជនដែលបាក់បែកគ្នាឲ្យព្រមព្រៀងគ្នាដតីពីនេះទៀតត្រូវលះបង់នៅមច្ឆាជីវៈមានវាចាការបញ្ឆោតឬបន្លំ
ដោយចិញ្ចិញវាចាក់កិរិយាធ្វើមនុស្សឲ្យវង្វេងផ្លូវប្លន់កំហែងយកទ្រព្យរបស់គេជាដើមគុណធម៌ទី21សមាជិកគ្រប់រូបក៏បីសិក្សាថាបើមានចិញ្ចឹមសត្វធាតុផ្សេងដូចជាជ្រូកមាន់ទាជាដើមត្រូវកែខៃលៃលោកធ្វើត្រង់ដាក់ដោយឡែកពីផ្ទះពីខ្ទមកុំយកទៅចិញ្ចឹមក្រោមផ្ទះហើយមិនថែទាំបោសដោះលាងបណ្តែតបណ្ដោយឲ្យមានក្លិនស្អុយកើតភក់ជ្រាំយ៉ាងកខ្វក់ពេញទាំងក្រោមផ្ទះក្រោមខ្ទមគ្មានអនាម័យដោយប្រការដូច្នោះទេគុណធម៌ទី22សមាជិកគ្រប់រូបមិនក៏បីឆ្លៀតធ្វើស្រែលើខ្នងអ្នកជំងឺគឺកុំប្រាអាការៈផ្ដេសផ្ដាស់ឲ្យគេសោកប៉ាន់ទើបខ្លួនយកចិត្តទុកដាក់រក្សាថ្នាក់ថ្នមអ្នកជំងឺនោះទេគុណធម៌ទី23សមាជិកគ្រប់រូបក៏បីព្យាយាមគិតឲ្យបានសពគ្រប់បើជាភរិយាមិនគួរខ្ជិលទម្រុនឲ្យគាំងសតិប្រាជ្ញានោះទេក៏បីប្រឹងប្រែងឲ្យឆ្លៀសវៃប៉ិនប្រសពក្នុងកិច្ចការទាំងពួងមានចេះផ្សែផ្សំដេបៈជួសជុលរបស់ដែលចាស់ខូចតិចឲ្យទៅជារបស់ប្រាការបានត្រូវជាអ្នកស្ទាត់ជំនាញក្នុងវិជ្ជាមេផ្ទះចេះចាត់ចែងចំណីអាហារដែលមានឲ្យជារសឆ្ងាញ់ពិសាប្រកបដោយអនាម័យហើយអស់សោះហុយតិចដោយសភាពវៃឆ្លាតចេះសន្សំសំចៃផ្សែផ្សំមិនខ្ជះខ្ជាយដូចជាអង្គមិនត្រូវដាំបាយឲ្យសល់ចាក់ចោលកន្លះឆ្នាំងអោសធ្យូងមិនត្រូវដុតបង្កឲ្យឆេះចោលទទេទឹកត្រីទឹកស៊ីអ៊ីវអំបិលមិនត្រូវចាក់ដាក់កន្លះចានតលតែបរិភពមិនអស់ចាក់ចោលជាដើមនោះឡើយគុណធម៌ទី24សមាជិកគ្រប់រូបក៏បីព្យាយាមធ្វើការងារដោយកាយវិចារចិត្តត្រូវធ្វើសេចក្តីត្រេះរិះលុបអិតក្នុងការងារនោះទោះកំពុងធ្វើក្តីធ្វើរួចរាល់ហើយក្តីត្រូវធ្វើសេចក្តីត្រេះរិះចំពោះការងារនោះថែមទៀតព្រោះយល់ន័យពីសេចក្តីវិន័យនិងសេចក្តីចម្រើនបានយ៉ាងប្រសើរគុណធម៌ទី25សមាជិកគ្រប់រូបក៏បីលះបង់ចិត្តលោភលន់ហួសប្រមាណបើខ្លួនមិនអាចរកបានដោយឧបាយនៃកន្លងសុចរិតទេចំពោះភោគទ្រព្យនិងកតញ្ញូដែលជាទីប្រាថ្នារបស់ខ្លួនក៏ដូចជាទីប្រាថ្នារបស់អ្នកដទៃផងដែរគុណធម៌ទី26សមាជិកគ្រប់រូបក៏បីគិតឲ្យបានសពគ្រប់ប្រកបដោយស្មារតីខ្ពស់បើខ្លួនជាអ្នកជំនួញគ្រប់ធនគ្រប់ប្រភេទត្រូវតាក់ទងរាប់អានអ្នករកស៊ីមុខជំនួញត្រូវគ្នាយកធ្វើជាមិត្តដើម្បីបានពិភាក្សាជជែកជំនុំអំពីហេតុផលខាតចំណេញនិងដំណើរប្រព្រឹត្តទៅនៃមុខជំនួញព្រោះដំណើរនេះជាបច្ច័យឲ្យបានដឹងតម្លៃឡើងចុះភ្លាមទាន់សម័យកាលផងងាយស្រួលពឹងពាក់គ្នាទៅវិញទៅមកផងគុណធម៌ទី27សមាជិកគ្រប់រូបត្រូវចេះគួសមរាក់ទាក់រុះរាយចំពោះភ្ញៀវមកទិញអីវ៉ាន់ពីខ្លួនឬដែលខ្លួនត្រូវលក់ឲ្យគេកុំប្រាអាការៈឆ្មើងឆ្មៃប្រកាន់រឹកធំតូចប្រើសម្ដីធំគំរោះគំរើយទោះបីអ្នកមកទិញបង្អាប់បន្តោសថ្លៃដោយពាក្យមិនគួរក៏បីធ្វើយ៉ាងណាក៏កុំរវល់ស្ដាប់កុំអាក់អន់ចិត្តដោយពាក្យសម្ដីនោះក៏បីមានទឹកមុខស្រស់ញញឹមនិងសម្ដីពីរោះទន់ភ្លន់ផ្អែមល្ហែមតាក់ទាញឲ្យតល់តែអ្នកទិញអីវ៉ាន់របស់ខ្លួនហើយរាប់អានខ្លួនទៀតនោះទើបជាការដ៏ល្អប្រសើរគុណធម៌ទី28សមាជិកគ្រប់រូបមិនត្រូវស្នេហ៍លុយជ្រុលពេកទេព្រោះបើស្នេហ៍លុយពេកទៅវាធ្វើឲ្យការងាររបស់ខ្លួនយើងប្រព្រឹត្តទៅមិនបានល្អជួនវាអាចធ្លាក់ពីតំណែងទៀតផងនេះដោយសារតែលុយនឹងឯងគុណធម៌ទី29សមាជិកគ្រប់រូបក៏បីអត់ទ្រាំចំពោះការបំពេញការងារតាមតួនាទីដែលជាការងារប្រសិទ្ធទោសឲ្យសម្រេចជាពិសេសគឺអត់ទ្រាំចំពោះអារម្មណ៍ក្នុងរឿងរ៉ាវផ្សេងដែលមានជាប្រចាំក្នុងជីវិតគុណធម៌ទី30សមាជិកគ្រប់រូបក៏បីខំប្រឹងប្រែងលះបង់នៅការងារណាដែលសៅហ្មងដើម្បីឲ្យខ្លួនបានរួចផុតពីភាពនៃបុគ្គលថោកទាបហើយខំប្រឹងប្រែងព្យាយាមក្នុងការងារណាដែលបរិសុទ្ធប្រសិទ្ធទោសឲ្យបានទៅជាមនុស្សឧត្តមខ្ពង់ខ្ពស់រស់នៅដោយក្តីស្ងប់រីករាយជានិច្ចគុណធម៌ទី31
សមាជិកគ្រប់រូបក៏បីប្រកាសនៅការងារប្រសិទ្ធទោសត្រូវរក្សាខ្លួនដោយខ្លួនឯងកុំប្រើតែប្រាក់ព្រមលក់ខ្លួនឲ្យថៅកែបាបពោលគឺហ៊ានធ្វើការងារប្រកបដោយទោសនោះឲ្យសោះការងារប្រសិទ្ធទោសគឺជាព្រះមេអង្គគង់នៅថែរក្សាចំពោះមនុស្សណាដែលធ្វើការងារនោះឯងការងារប្រសិទ្ធទោសជាអ្នកបង្កើតមនុស្សលោកគ្រប់គ្នាព្រមទាំងពពួកទេវតាទាំងអស់ផងដែរការងារប្រសិទ្ធទោសបានជួយមនុស្សដែលបម្រុងធ្លាក់នរកទៅហើយនោះឲ្យបានជាទេវតាវិញគុណធម៌ទី32សមាជិកគ្រប់រូបក៏បីលើកទឹកចិត្តខ្លួនឯងឲ្យមានសេចក្តីព្យាយាមប្រឹងប្រែងមាននៅស្មារតីមានការងារប្រពៃពិចារណាហើយទើបធ្វើជាអ្នកសង្រួមរស់នៅប្រកបដោយធម៌និងជាអ្នកមិនប្រមាទព្រោះយស័ក្តិរមែងចម្រើនកើតមានដោយយុត្តិធម៌និងត្រឹមត្រូវដល់បុគ្គលនោះឯងគុណធម៌ទី33សមាជិកគ្រប់រូបក៏បីខំប្រឹងបំពេញកិច្ចការទាំងឡាយដែលមានផលប្រយោជន៍បូជាដល់ជាតិសាសនាគ្រួសាររបស់ខ្លួននិងជនទូទៅគ្រប់ពេលវេលាកុំបណ្ដោយឲ្យពេលវេលាកន្លងទៅទេព្រោះពេលវេលាអាចទុកគុណប្រយោជន៍គុណសម្បត្តិក្នុងលោកនេះនិងលោកខាងមុខគុណធម៌ទី34សមាជិកគ្រប់រូបក៏បីធ្វើខ្លួនឲ្យជាមនុស្សប្រកបចំពោះសមត្ថភាពវិជ្ជាជីវៈបើមិនពូកែធ្វើច្រើនមុខក៏ត្រូវតែឲ្យពូកែតែមួយមុខដែរហើយត្រូវតែពូកែពិតទៀតផងព្រោះថាអាចចិញ្ចឹមជីវិតផងជាកិត្តិយសផងនិងជាប្រយោជន៍ដល់សង្គមផងគុណធម៌ទី35សមាជិកគ្រប់រូបក៏បីតាំងចិត្តឲ្យស្ថិតនៅលើស្មារតីសិក្សាយ៉ាងព្យាយាមបំផុតនិងអាកប្បកិរិយារំទុំព្រោះអាចត្រដាងចេញនៅសមត្ថភាពខ្លួនលើវិស័យគ្រប់បែបយ៉ាងចំពោះអាជីវកម្មហើយក៏ធ្វើឲ្យឈរជើងយ៉ាងមាំក្នុងសង្គមជាតិគុណធម៌ទី36សមាជិកគ្រប់រូបក៏បីសិក្សាថាខ្លួននឹងមិនយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ក្នុងផ្លូវមិនល្អដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយត្បិតអីការប្រើប្រាស់តួនាទីឬអំណាចរបស់ខ្លួនក្នុងផ្លូវមិនល្អនាំឲ្យសង្គមជាតិវិនាសហិនហោចអន្តរាយជាមិនខានគុណធម៌ទី37សមាជិកគ្រប់រូបក៏បីគិតឲ្យបានល្អិតល្អជាទីបំផុតចំពោះគម្រោងការត្បិតអីគម្រោងការដែលគិតមិនបានល្អិតល្អរមែងឲ្យទោសច្រើនជាងអាហារដែលក្រពះកិនមិនបានល្អិតល្អនោះទៅទៀតគុណធម៌ទី38សមាជិកគ្រប់រូបត្រូវតែខិតខំព្យាយាមកែកំហុសក្នុងការងារដែលប្រព្រឹត្តខុសកន្លងមកហើយនោះឲ្យបានត្រូវឡើងវិញព្រោះអីអ្នកប្រាជ្ញលោកពោលថាទង្វើបែបនេះជាទង្វើមានអនាគតល្អគុណធម៌ទី39សមាជិកគ្រប់រូបក៏បីមានគំនិតចេះច្នៃប្រឌិតចេះទទួលស្គាល់ឲ្យតម្លៃលើការងាររបស់ខ្លួននិងមានជំហរមួយច្បាស់លាស់ទៅលើអ្វីដែលខ្លួនបានសម្រេចជ្រើសរើសបើប្រាថ្នាដើម្បីទទួលបានជោគជ័យក្នុងជីវិតគុណធម៌ទី40សមាជិកគ្រប់រូបក៏បីខិតខំធ្វើការងារដើម្បីបំពេញតម្រូវការរស់នៅឲ្យមានលក្ខណៈសមរម្យមានអាហារបរិភោគគ្រប់គ្រាន់មានទីជម្រករស់នៅមានទឹកស្អាតសម្រាប់ប្រើប្រាស់និងមានអនាម័យក្នុងការរស់នៅគុណធម៌ទី41សមាជិកគ្រប់រូបក៏បីរៀបចំការងារក្នុងជីវិតឲ្យបានច្បាស់លាស់ពេលបឋមអ្វីត្រូវខិតខំរៀនសូត្រពេលមជ្ឈិមអ្វីត្រូវខំរកស៊ីចិញ្ចឹមជីវិតពេលបច្ចឹមអ្វីត្រូវស្វែងរកទីពឹងសម្រាប់ខ្លួនឯងក្នុងបរិលោកមិនត្រូវប្រើពេលវេលាដោយឥតប្រយោជន៍ឡើយគុណធម៌ទី42សមាជិកគ្រប់រូបត្រូវចេះចាយវាយលុយរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមផ្លូវព្រះធម៌ទី1ត្រូវចិញ្ចឹមមេដាបៃតាទី2ចេះជួយមិត្តសម្លាញ់ឲ្យបានសេចក្តីសុខទី3ទុកទ្រព្យមួយចំណែកសម្រាប់ពេលអត់ឃ្លានទី4ធ្វើបុណ្យជាមួយនឹងអ្នកមានសិលមានព្រះសង្ឃជាដើមគុណធម៌ទី43សមាជិកគ្រប់រូបក៏បីធ្វើជីវិតឲ្យចេះធ្ងន់ក្នុងហេតុផលពិចារណាឲ្យសពគ្រប់ពេលមុនធ្វើកំពុងធ្វើឬធ្វើរួចហើយត្រូវមានយោនិសោមនសិការៈពិចារណាឲ្យបានល្អ
ទើបការងារនោះឯងមិនប្រព្រឹត្តទៅជាគ្រឿងសៅហ្មងដល់ចិត្តរបស់ខ្លួនគុណធម៌ទី44សមាជិកគ្រប់រូបក៏បីព្យាយាមផ្ដល់ប្រយោជន៍ឲ្យសិស្សថាបើមានតួនាទីជាគ្រូបង្រៀនត្រូវដាក់ខ្លួនឲ្យទាបហើយចូលឲ្យចិត្តសិស្សសាងភាពស្និទ្ធស្នាលដើម្បីឲ្យសិស្សមានទំនុកចិត្តនិងមានភាពកក់ក្ដៅហើយហ៊ានសួរសំណួរទាំងឡាយកាលណាបើសាកសួររឿយៗទៅកូនសិស្សនោះនឹងកើតចំណេះវិជ្ជាអាចក្លាយទៅជាមនុស្សឆ្លាតដូច្នេះប្រសិនបើកូនសិស្សនោះមានការងារធ្វើឬក៏គេលះបាបអកុសលធម៌បានមួយខណៈក៏គង់តែគេភ្ញាក់រលឹកឃើញនៅឧបការៈគុណគ្រូដ៏ល្អរបស់គេពុំខានគុណធម៌ទី45សមាជិកគ្រប់រូបក៏បីធ្វើកិច្ចការដែលគួរធ្វើគួរប្រព្រឹត្តគួរបំពេញឲ្យបានទាន់ពេលព្រោះពេលវេលានិងទឹកហូរពុំដែលរងចាំបុគ្គលណាម្នាក់ឡើយគុណធម៌ទី46សមាជិកគ្រប់រូបមិនត្រូវបណ្ដោយខ្លួនឬអាងលើអ្នកដទៃចាត់ចែងការងារជំនួសខ្លួនដូច្នេះទេបើគេមិនបានចាត់ចែងត្រូវតាំងចិត្តឲ្យធ្ងន់ថាកុំទាស់នេះទាស់នោះប្រើគេមិនដូចអនុវត្តខ្លួនឯងគុណធម៌ទី47សមាជិកគ្រប់រូបក៏បីធ្វើតាមដោយការប្រុងប្រយ័ត្នជាទីបំផុតបើថ្នាក់ដឹកនាំឬជនណាម្នាក់បញ្ញត្តិដាក់នៅគោលការណ៍អ្វីមួយឲ្យធ្វើឬឲ្យអនុវត្តគុណធម៌ទី48សមាជិកគ្រប់រូបក៏បីស្ទុះស្ទាបំពេញកិច្ចដើម្បីប្រយោជន៍ទូទៅក៏បីជាអ្នកគោរពពេលប្រជុំបើចិត្តដល់ម៉ោងប្រជុំហើយត្រូវទៅកាន់ទីប្រជុំឲ្យបានមុនម៉ោងចំនួន15នាទីកុំឲ្យគេចាំទន្ទឹងមើលផ្លូវខ្លួននោះព្រោះជាហេតុនាំឲ្យខូចកិច្ចការដែលត្រូវធ្វើក្នុងទីប្រជុំផងនាំឲ្យរំខានដល់អ្នកដែលរងចាំខ្លួននោះថែមទៀតផងគុណធម៌ទី49សមាជិកគ្រប់រូបក៏បីគិតឲ្យបានមាំផ្ចង់អារម្មណ៍ឲ្យបានតឹងប្រឹងឲ្យបានធូរសម្រេចចិត្តឲ្យបានល្អប្រពៃប្រសិនបើសម្រេចបំពេញកាតព្វកិច្ចការងារអ្វីមួយដែលបានគិតសពគ្រប់ហើយថាជាការងារល្អត្រឹមត្រូវដែលអាចនាំឲ្យរីកចម្រើនដុះដាលទៅមុខប៉ុន្តែការបើធ្វើទៅការងារនោះបែរជាត្រូវរាំងស្ទះមិនប្រព្រឹត្តទៅតាមអ្វីដែលបានគិតទុកដែលជាហេតុធ្វើឲ្យមានការខកចិត្តព្រោះជួបនៅវិបត្តិអ្វីមួយជាឧបសគ្គផ្សេងត្រូវតាំងចិត្តឲ្យមាំផ្គងចិត្តឲ្យរឹងប៉ឹងទាញចេញខ្លួនពីការខកចិត្តនៃឧបសគ្គនោះឲ្យបានត្រូវពុះពៀទម្លុះទម្លាយនៅមេរោគជាឧបសគ្គទាំងអបាលនោះចោលចេញឲ្យទាល់តែបានដោយសតិបញ្ញាដោយការអត់ធន់ព្យាយាមដាច់ខាតកំស្លន់ស្លោត្រូវប្រើគំនិតដាស់តឿនចិត្តភ្ញួចអារម្មណ៍បង្គាប់បញ្ជាឲ្យចាត់ចែងដោះស្រាយឲ្យស្រួលបួលកុំរួញរាខកខានអន់ថយបកក្រោយដោយអស់កម្លាំងចិត្តឬជំនឿក្នុងចិត្តជាខាងដើមមុននោះឡើយគុណធម៌ទី50សមាជិកគ្រប់រូបក៏បីធ្វើការងារទោះបីការងារនោះលំបាកយ៉ាប់គំនិតលំបាកកាយយ៉ាងណាក៏ដោយបើធ្លាក់មកជាតួនាទីរបស់ខ្លួនហើយមិនត្រូវធ្ងោធុញទ្រាន់ទម្រុនទ្រមុកខ្ជិលឬធ្វើលេងលេះនោះឡើយត្រូវតែខិតខំព្យាយាមបដូរធ្វើឲ្យពេញសមត្ថភាពឲ្យតល់តែហើយស្រេចកុំទុកការងារនោះឲ្យសេសសល់ធ្វើអ្វីធ្វើឲ្យហើយកុំទុកឡើយបន្សល់គេព្រោះហេតុដូច្នោះហើយគួរទទួលព្រមចំពោះការងារហើយនឹងអនុវត្តកាលបើធ្វើទៅសម្រេចរមែងឲ្យផលដល់ប្រសើរដល់ខ្លួនរាប់តាំងពីគុណតម្លៃនៃកេរ្តិ៍ឈ្មោះការសម្រេចប្រយោជន៍និងជាគំរូដល់ជំនានុជនថែមមួយទៀតផងសុភាសិតវិជ្ជាឲ្យនៅវិន័យច្បាប់សម្រាប់ឈានទៅភាពថ្លៃថ្នូរសមជាបរិសអ្នកគំរូគិតគូរកសាងសង្គមជាតិបានទ្របព្រោះភាពជាបរិសល្អឥតមានខ្ចោះប្រឹងក្មៃគ្មានមានធម៌ព្រោះទ្របសោមមេរយាទតទៅមុខទៀតសុខជាផលកិច្ចការដែលខ្លួនគិតដោយចិត្តត្រូវតែប្រុងប្រយ័ត្នបិទឲ្យចិត្តមិនត្រូវបញ្ចេញវាចាពិតព្រោះជាគំនិតក្នុងចិន្តាកិច្ចការដែលខ្លួនបានកំណត់មិនទាន់បានបត់ក្នុងទីណាទីនោះមិនកើតមិនបានការកុំចេញវាចាឲ្យគេដឹងចិត្តជន់